បងប្អូនប្រហែលជាធ្លាប់ឮពាក្យរបស់ខ្ញុំដែលខ្ញុំបាននិយាយក្រោមការព្រះរាជពិចារណាហើយខ្ញុំលើកជាគតិមួយខ្ញុំនិយាយថាគ្រប់បញ្ហាទាំងអស់វាភ្ជាប់មកជាមួយនៅក្របពូជនៃដំណោះស្រាយមួយជានិច្ចកាលគ្រប់បញ្ហាទាំងអស់វាតែងតែមានភ្ជាប់មកជាមួយនៅក្របពូជមួយដែលជាដំណោះស្រាយទាំងអស់បើស្នាជាបងប្អូនរកមិនទាន់ឃើញវាគ្រាន់តែរកមិនទាន់ឃើញទេមិនមែនមានន័យថារឿងរ៉ាវមួយនឹងមិនដឹងដោះស្រាយយ៉ាងម៉េចទេឬរឿងរ៉ាវមួយនឹងអត់មានការដោះស្រាយអ្វីទាំងអស់នោះទេគ្រប់បញ្ហាទាំងអស់វាត្រូវតែមានរឿងដែលអាចដោះស្រាយវាបានគ្រប់បញ្ហាទាំងអស់តែងតែភ្ជាប់មកជាមួយនៅក្របពូជមួយគឺជាដំណោះស្រាយពេលណាបងប្អូនជួបរឿងអ្វីមួយក្នុងជីវិតរស់នៅរបស់បងប្អូនវាតែងតែមានរឿងដែលបងប្អូនត្រូវដោះស្រាយថាតើរឿងហ្នឹងបងប្អូនត្រូវដោះស្រាយយ៉ាងម៉េចឬមួយបងប្អូនព្រមចូលគុកអាហ្នឹងក៏ជាដំណោះស្រាយមួយឬមួយបងប្អូនលេបថ្នាំសម្លាប់ខ្លួនអាហ្នឹងក៏ជាដំណោះស្រាយមួយវាអត់មានបញ្ហាណាមួយដែលគ្មានដំណោះស្រាយទេគ្រប់បញ្ហាទាំងអស់វាតែងតែភ្ជាប់មកជាមួយនៅដំណោះស្រាយមួយប៉ុន្តែជាទូទៅមនុស្សច្រើនតែគិតបញ្ហាផ្ទាល់ខ្លួនហើយគាត់ស្វះស្វែងរកការដោះស្រាយបញ្ហានោះវាទៅមិនឆ្ងាយអំពីបញ្ហាផ្ទាល់ខ្លួនរបស់គាត់ទេជាទូទៅរបស់មនុស្សគឺអញ្ចឹងគាត់មានបញ្ហាក្នុងជីវិតរស់នៅរបស់គាត់ហើយគាត់ព្យាយាមគិតត្រេះរិះពិចារណាទាំងយប់ទាំងថ្ងៃដើម្បីរកការដោះស្រាយបញ្ហារបស់គាត់ប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតទាំងឡាយតែងតែដេកគិតបញ្ហារបស់មនុស្សទូទៅអ្នកខ្លះស្នាក់ប្រទេសទៅអ្នកខ្លះស្នាក់ពិភពលោកទៅអ្នកខ្លះស្នាក់ចក្រវាលទៅដោយព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងអញ្ចឹងព្រះអង្គគិតចក្រវាលត្មងបេះដូងរបស់លោកទលាយដល់ពេលអញ្ចឹងលោកយករឿងចក្រវាលទាំងមូលទាំង3ភពហ្នឹងយកមកគិតត្រេះរិះពិចារណាដើម្បីដោះស្រាយជាទូទៅមនុស្សកើតមកគាត់ច្រើនតែចំណាយកម្លាំងពេលវេលារបស់គាត់ដោះស្រាយតែបញ្ហារបស់គាត់ហ្នឹងប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតទាំងឡាយកើតក្នុងលោកគាត់គិតត្រេះរិះពិចារណាដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃប៉ុន្តែរឿងហ្នឹងមិនជាស្រួលប៉ុន្មានទេបងប្អូនមនុស្សល្អហើយមានបញ្ញាជាងសត្វតិរិឆានប៉ុន្តែពិបាកគ្រប់គ្រងសូម្បីតែក្នុងផលប្រយោជន៍រួមមិនមែនក្នុងផលប្រយោជន៍បុគ្គលក៏ពិបាកគ្រប់គ្រងដែរបងប្អូនពិបាកជាងចាប់ក្តាមដាក់ចង្អេរទៀតបើចាប់ក្តាមដាក់ចង្អេរគេរកវិធីពាត់វាកុំឲ្យវាចេញពីចង្អេរបានប៉ុន្តែដើម្បីដោះស្រាយបញ្ហាមនុស្សនេះពិបាកណាស់និយាយស្ដាប់គ្នាវាមិនបានប៉ុន្តែកំណើតជាអ្នកប្រាជ្ញបណ្ឌិតទាំងឡាយមិនអាចចោលកិច្ចការនឹងទេចេះតែគិតថាតើត្រូវដោះស្រាយរឿងមនុស្សដ៏ច្រើននឹងតាមរបៀបម៉េចពួកយើងគិតក្នុងលំអានបែបហ្នឹងពីថ្នាក់ប្រទេសទៅមុនមិនទាន់ដល់ថ្នាក់ពិភពលោកទេថ្នាក់ប្រទេសទៅមុនមិនមែនថ្នាក់គ្រួសារទេគឺថ្នាក់ប្រទេសគិតរឿងមកប្រទេសត្មងបញ្ហាយើងមិនបាច់និយាយទេវាច្រើនណាស់ហើយនៅក្នុងស្រុករបស់យើងដើម្បីដោះស្រាយបញ្ហាមួយបានត្រូវសិក្សារកប្រភពរបស់វាប្រភពគឺជាមុខចំណងដែលយើងចាប់ផ្ដើមដោះស្រាយឥឡូវខ្ញុំគិតឃើញខ្ញុំនិយាយប្រាប់បងប្អូនយកគំនិតទស្សនៈមួយហ្នឹងទៅត្រេះរិះពិចារណាទៅខ្ញុំអត់មានឲ្យបងប្អូនជឿខ្ញុំហើយបដិសេធមិនឲ្យបងប្អូនជឿអ្នកដទៃទេគ្រាន់តែឲ្យយកគំនិតទស្សនៈរបស់ខ្ញុំយកទៅគិតត្រេះរិះពិចារណាខ្ញុំថាប្រជាប្រដ្ឋនឹងគឺជាចំណុចចាប់ដើមនៃដំណោះស្រាយទាំងឡាយផ្លូវទៅរកយុត្តិធម៌ផ្លូវទៅរកសន្តិភាពផ្លូវទៅរកសង្គមស្អាតស្អំផ្លូវទៅរកសង្គមជឿនលឿនសិតសឹងតែចូលតាមផ្លូវប្រជាប្រដ្ឋទាំងអស់សង្គមទៅជាហិនហោចសង្គមទៅជាមានការជិះជាន់សង្គមទៅជាអន់ថយគ្មានការអភិវឌ្ឍក៏ត្រូវតែចូលតាមផ្លូវរបស់ប្រជាប្រដ្ឋទាំងដែរបើប្រជាប្រដ្ឋល្ងងប្រជាប្រដ្ឋគ្មានសិលធម៌ប្រជាប្រដ្ឋមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋល្អផ្លូវហ្នឹងវាឆ្ពោះទៅរកមហន្តរាយមានជាអាចសង្គមអយុត្តិធម៌ក្រលហេមលហាមគ្មានការអភិវឌ្ឍសង្គមមិនស្អាតស្អំសង្គមធ្លាក់ចុះសិលធម៌អីចឹងជាដើមទៅបើប្រជាប្រដ្ឋនឹងមានមូលដ្ឋានក្នុងការត្រេះរិះពិចារណាខ្ពស់បើប្រជាប្រដ្ឋនឹងជាមនុស្សមានសិលធម៌បើប្រជាប្រដ្ឋនឹងជាមនុស្សដែលមានការទទួលខុសត្រូវវាគឺជាផ្លូវនាំទៅរកសន្តិភាពនាំទៅរកយុត្តិធម៌នាំទៅរកការរីកចម្រើនពីណាមើលមិនឃើញថាទៅនឹងជាផ្លូវតែខ្ញុំមើលឃើញថាទៅនឹងជាផ្លូវគេថាណាចាំឈ្នះឆ្នោតសិនទៅ
ចាំតែអប់រំប្រជាប្រដ្ឋឲ្យដល់ថ្នាក់ហ្នឹងខ្ញុំថាវាចេញរួចវាទៅអត់ដល់កន្លែងឆ្នះឆ្នោតសិននោះឧទាហរណ៍តែយើងទៅបោកទៅប្រាក់បានប្រជាប្រដ្ឋហ្នឹង2 3លានយកមកអង្គគេមកមិនយូរទេបងប្អូនគេមកបោកគេទៅវិញទៅពួកអីពួកលោកគេទៅមិនរួចទេហើយវាមិនដែលជាជំនាញរបស់យើងផងយើងមិនឈ្នះគេអារឿងបោកហ្នឹងជាសារជាតិរបស់មនុស្សខូចពួកសំនឹងទីពួកកម្មសខាហើយនឹងពួកគណៈបកប្រជាជនហ្នឹងគេប្រកាសហ្នឹងជាយើងបើយើងចង់ទៅបោកប្រជាប្រដ្ឋដោយមនុស្សស្រីម្នាក់គាត់និយាយថាបាវាឯងទៅឆ្លាញ់ស្រីបានអត់ស្រីសំដីផ្អែមនេះបងបោកគេលុយអស់ហើយតែបើបាវាឯងចង់បានស្រីអញ្ចឹងអញក៏ចេះធ្វើដែរថាតែអញ្ចឹងឯងបងប្អូនធ្វើឲ្យអត់ដូចគេទេបងพูดប្តីអញ្ចឹងនឹកអាណិតប្តីបាត់ដែរพูดតែមិនកើតគាត់នឹងនិយាយថាបើបាវាឯងចង់អញ្ចឹងចាំមិនធ្វើឲ្យមើលប៉ុន្តែពេលធ្វើវាអត់កើតមិនមែនជំនាញយើងទេប៉ុន្តែប្រពន្ធចង់មើលជំនាញរបស់វាដូចគ្នាជាមួយកម្មសខាសំនឹងទីអីយើងដឹងណាកម្មសខាសំនឹងទីចេះតោកបើអញចង់អញ្ចឹងក៏អញបោកបានដែរអានឹងថាទេបងប្អូនដល់ពេលតែធ្វើមិនកើតទេជំនាញនោះចាញ់សំនឹងទីកម្មសខាគណៈបកប្រជាជនបាត់ឥឡូវជំនាញនោះប៉ុន្តែអាជំនាញយើងវិញអាជំនាញត្រឹមត្រូវទៀងត្រង់សុចរិតជួយគេមិនចង់បានអីអានឹងជំនាញយើងដែរកម្មសខាសំនឹងទីគណៈបកប្រជាជនវាយក៏ងាប់ក៏មកអាផ្លូវយើងអត់កើតដែរអាត្រង់នឹងដែលប្រពន្ធលោកសម្ដែងថាមនុស្សខូចមនុស្សអាក្រក់មានជាតិខូចមានជាតិអាក្រក់ជាជាតិត្រត្រង់ពីកណើតគ្នាមកអញ្ចឹងវាកំណើតលពេញលបិញខូចអញ្ចឹងពីកណើតវាមានកំណើតស្វែងឲ្យវាផ្អែមមិនកើតចំណែកមនុស្សល្អមនុស្សទៀងត្រង់វាមានធម្មជាតិទៀងត្រង់មានធម្មជាតិល្អនឹងជាធម្មជាតិកំណើតត្រង់ចំណុចហ្នឹងហើយតែគេនិយាយថាទឹកហើយប្រេងនៅមួយគ្នាមិនកើតទេអញ្ចឹងបានអ្នកខ្លះគាត់និយាយថាគណៈបកពីរហ្នឹងខ្ញុំប្រាញ់ពីគណៈបកសង្គ្រោះជាតិហើយនឹងគណៈបកសម្ព័ន្ធដើម្បីវិជាតបតៃគួរតែដាក់ក្អីទល់មុខគ្នាមួយហើយនិយាយដល់ប្រែកគ្នាទៅបើយើងទៅតំណាក់ផ្នែកហាជាតិរបស់គ្នាមនុស្សអញ្ចឹងបងប្អូនគ្រាន់តែនិយាយមកជាដឹងថាគាត់រាក់បាត់ពីព្រោះគាត់មានបំណងយកទឹកហើយនឹងប្រេងទៅដាក់ឲ្យចូលគ្នាបើគាត់ជាមនុស្សដែលជ្រៅគាត់ដឹងថាពីរនាក់នឹងវាយគ្នាតងាប់ក៏វាមិនចូលគ្នាកើតដែរសារជាតិវាខុសគ្នាមនុស្សជ្រៅវាចង់ឲ្យមើលទៅឃើញមកដឹងថាងាប់គណៈបកសម្ព័ន្ធនេះវាយក៏ងាប់ក៏ចូលជាមួយកម្មសខាចូលជាមួយសំនឹងទីមិនបានដែរវាយឲ្យពួកសម្ព័ន្ធនេះទៅធ្វើដោយសំនឹងទីក៏ដូចមកវាយពួកសំនឹងទីឲ្យមកដូចគណៈបកសម្ព័ន្ធក៏ដូចមកខិតតែចិត្តគ្នាបន្តិចម្នាក់ក៏ខិតមកអាម្នាក់នោះវាស្រឡាញ់អាចអាម្នាក់នេះវាស្ពើមអាចឥឡូវចូលចិត្តគ្នាបន្តិចទៅអញស្រឡាញ់អាចអញដាក់អាចឆ្ងាយពីអញបន្តិចបណ្ដាក់ចិត្តហែងបន្តិចដាក់ចិត្តក៏បានដែរអុយដដែលអត់បានហេបោករៀនតិចតិចហើយវាអត់ចេះបោកវាអត់អាត្រង់ចំណុចហ្នឹងហើយតែពាក្យចាស់ថាទឹកពេញនៅមួយគ្នាមិនកើតនោះណាអញ្ញវាមិនយល់តែណាឮតែស្នេហាជាតិដូចគ្នាតើគួរតែដាក់ក្អីទល់មុខគ្នាដើម្បីនិយាយគ្នាពីរឿងជាតិទៅបើយើងស្នេហាជាតិទាំងអស់គ្នាទេខ្ញុំថាគ្រាន់តែនិយាយមកចឹងតែឯងល្ងងបាត់ណាអាត្រង់ចូលមួយកម្មសខាសំទីខ្ញុំនិយាយរាល់ម្ដងខ្ញុំថាខ្ញុំអត់មានសង្ស័យទេអត់មានសង្ស័យថាតើថ្ងៃណាមួយអញជាមួយសំទីកម្មសខាអាចចូលនេះបានទេអត់មានសង្ស័យទេបើសង្ស័យអញ្ចឹងអញមានតែសង្ស័យតិចថ្ងៃណាមួយអញចេះស៊ីអាចទៅហើយអត់មានសង្ស័យហ្មងអត់ច្រឡំមិនតិចទៅទឹកហើយប្រេងនៅវិញអត់កើតប្រជាប្រដ្ឋខ្មែរនេះគេថាម៉េចទេមិនគួរអប់រំគាត់នៅពេលហ្នឹងទេធ្វើម៉េចបោកគាត់ឲ្យបានស្លឹកញោតមកចាំតែពេលយើងស្ញះញោតចាំយើងអប់រំខ្ញុំថាទំនិតមួយហ្នឹងគួរយកមកគិតក្រេះពិចារណាដែរឲ្យតែគោលដៅចុងក្រោយជាគោលដៅល្អអាបោកពីដបងដៃអីទេឲ្យតែធ្វើម៉េចចុងក្រោយផុតគោលដៅវាល្អបើពុតរកទៅអាផ្លូវនឹងញឹកញាប់ហ่ะគេទួហេតុអីបានធ្វើអញ្ចឹងសរុបចុងក្រោយមកបើមិនធ្វើអញ្ចឹងជួយមនុស្សយើងបានប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងទោះយើងជំនាញខាងបោកហ៎អត់ទី1វាអត់ហ្មងវាអត់ចេះនិយាយអានោះទី2ឧទាហរណ៍ថាយើងបោកបានមកតាមយើងទោះនៅយូរបងប្អូននៅយូរនឹងវាលំងងគេបោកទៅវិញបាត់ឥឡូវហ្នឹងយើងខ្វៀលមិនបាននៅលំងងស្មារតីតិចណាបងប្អូនគេនិយាយចេញយើងចុះគេបោកទៅវិញបាត់ឥឡូវគេជំនាញជាងយើងអ្នកខ្លះស្ដាប់5-6ឆ្នាំណាបងប្អូនគាត់តែគេនិយាយថានៅខំវាសនានឹងវាបានលុយចិត្តបោះឆ្នោតហ្នឹងណាបើថាហ៊ុនចោចឲ្យតាអូអត់ដឹងទេពួកនឹងពួកយ៉ងតាគាត់តែនិយាយប៉ុណ្ណឹងណាបងប្អូន16-7ឆ្នាំហើយទៅវិញបងប្អូនពិចារណាមើលបើយើងបោកគាត់បានមកណាបងប្អូនទោះថាតើគាត់នឹងនៅជាមួយយើងហ៎អត់ទេពួកអ្នកបោកច្រើនណាបងប្អូនមានអត់ចាស់ទឹកចុះចាស់ទឹកឡើងទៅវិញដែរជាប្រវត្តិហើយការបញ្យលខុសទៅឲ្យប្រជាប្រដ្ឋនេះ
វាធ្វើឲ្យប្រជាប្រដ្ឋហ្នឹងឡប់តាំងពីឥឡូវទៅហើយខាតទៅនឹងខាតទៅបងប្អូនខាតក្នុងពេលដែលយើងកំពុងតែជួយគាត់ហ្នឹងបើយើងគាត់ទៅដាក់ឆ្នាំស្លាប់គាត់យកមកផ្ដិតមេដៃឬកន្ត្រាក់ស្លឹកត្នោតគាត់យកទៅដាក់ក្នុងឈុំរួចហើយប្រោសគាត់ឲ្យញាក់ខាងខ្លួនវិញដើម្បីយកស្លឹកត្នោតទៅឈ្នះរួចហើយចាំទៅជួយគាត់អូខេដាក់ឆ្នាំភុតស្លាប់អស់មកប្រទេសរួចហើយយកស្លឹកត្នោតគាត់ដាក់ក្នុងឈុំហើយគេថាយើងបន្លំគេយើងបំបត្តិខន្តិរបស់គេមិនចង់គាត់ស្នោតឲ្យយើងដើម្បីជួយចឹងហើយប៉ុន្តែក្នុងភាពចាក់ឯងគឺចង់វាអត់រួចទេអត់ណានឹងបាច់ឆ្នាំមកឈូសទៅវាឡប់អស់វាធ្វើកើតមានតែបញ្យលគេដល់ពេលបញ្យលមកឈ្នះឆ្នោតបងប្អូនពិចារណាមើលបើខ្ញុំប្រឡប់បងប្អូនមួយណាត់ហើយវាឈ្នះខ្ញុំទៅរកចង់ប្រឡប់ដែរប៉ុន្តែខ្ញុំមើលទៅវាអត់ឈ្នះមួយណាត់ខ្ញុំទៅប្រឡប់ហើយប្រឡប់អស់ទៅអញ្ចឹងបានខ្ញុំថាអរទេអាផ្លូវហ្នឹងចេញអត់រួចទេបើយល់ឈ្នះឆ្នោតមិនឈ្នះឆ្នោតវាបានដល់មនុស្សយល់ខ្លះដែរគិតអញ្ចឹងណាអត់គិតចង់ងាប់ទេបងប្អូនអើយបងប្អូនឯងដេកហ្នឹងខ្ញុំគិតឲ្យគិតបើជប់ទៅវាល្ងងយ៉ាងហ្នឹងវាចាច់បោកតាគេវាជេរតាអញនេះថាអញធ្វើម៉េចទៅណោះចេះគិតមើលមានពេលខ្លះបងប្អូនគាត់ជេរខ្ញុំស្រឡាញ់កាំងបងប្អូនចុយមិនទៅចឹងអាខំវាស្នាវាខំទៅបានអីវាអាកូនគណៈបាក់សំប៉ែមិនអាចច្រមុះហ្នឹងខ្ញុំចេះតែមើលមកគាត់ស្រឡាញ់កាំងបងប្អូនជុំអត់យល់ចឹងអញតិចចុះណាអញប្រាប់ឲ្យប្រាប់ទៀតនឹងប្រហែលដងថាអញមិនអ្នកជួយទេអញប្រាប់ឲ្យច្បាស់ថាអញមិនអ្នកជួយទេតែអញឃើញឯងនោះគេបោកអញប្រាប់ពីរបៀបនៃការជួយខ្លួនឯងអញប្រាប់ពីរបៀបថាអ្នកបោកវិញចេះឯងទៅទៅមើលមកបោកមែនអត់អាប្រហែលអ្នកបោកឯងតាហើយអញក៏មិនជួយឯងដែរអញក៏ប្រាប់ថាឯងដើម្បីជួយខ្លួនឯងបានឯងធ្វើចឹងទៅណាឯងប្រមូលគ្នាទៅចេះទៅណាប៉ុន្តែខ្លាចឯងនឹងធ្វើអត់កើតអត់អញធ្វើបាក់មួយបើឯងមើលឃើញថាឯងធ្វើវាមិនកើតទេណែបាក់នេះធ្វើបានហើយបើមិនចង់ឲ្យខ្ញុំធ្វើប្រធានធ្វើខ្លួនឯងទៅរើសគ្នាឯងទៅរើសណារើសទៅចិត្តខ្ញុំចឹងតើខ្ញុំមិនជាអ្នកជួយបងប្អូនទេអបច្បាស់អ្នកដែលគេអួតតែជួយគណៈប្រជាជនមួយគេថាគេជួយនេះជួយនោះគេធំគេអាចជួយប្រជាប្រដ្ឋបានចឹងដល់ពេលតាមនឹងទីកម្មដ្ឋានគេថាចឹងទៀតគេអ្នកជួយប្រជាប្រដ្ឋជួយចេះជួយចុះបានចឹងទៅហើយឯងនេះណាកូនអ្នកដែលកតុកលុកឯណាមិនអាចជួយឯណាបានឃើញគេបោកវាឈឺចិត្តអត់ធូបចង់ប្រាប់គេតាទៅប្រាប់ណាបងប្អូនណាអាមនុស្សបោកវាចេះចរិតវាចេះទៅនិយាយចេះបោកដើម្បីកុំឲ្យគេបោកបានទៅចេះរួបរวมគ្នាកាត់កយអំណាចរដ្ឋទៅណាត់ក្នុងដៃទៅធ្វើអស់គ្នាទៅបើបងប្អូនចេះធ្វើបាក់ខ្លួនឯងទៅបើបងប្អូនធ្វើការទេណាបាក់សម្ព័ន្ធណាអញ្ចឹងមិនថាបាក់សម្ព័ន្ធនេះណាដូចជាអូបួមួយអញ្ចឹងប្រជាប្រដ្ឋហែលទឹកបើយើងចង់ហៅគាត់ឡើងលើទូកបើជើងគាត់ទៅលោកដៃស្រែកញ៉ាញមកគាត់ថាវាមិនណាអត់ចង់បានអីជួលអូបួមួយចាក់ស្រាំងឲ្យដើរតាមឯងរហូតគាត់ទៅលោកដៃស្រែកញ៉ាញឯងវាណាត់ខ្ញុំថាអូបួមួយហ្នឹងបើកបដើតាមគាត់ទៅមួយជីវិតហ្នឹងដល់ពេលយើងងាប់ទៅកូនចៅយើងបើកទៅទៀតទៅអូបួមួយហ្នឹងថ្ងៃណាតែគាត់ចិនឆ្អន់គាត់ប៉ះគាត់ពោះហត់ប្រសពជាមួយនឹងគណៈបកបោកហ្នឹងគាត់ដឹងថានឹងបោកហើយវាអស់អាណាហើយត្រឡប់មករកសម្ព័ន្ធមកត្រឡប់មកឡើងអូបួមកលោកដៃយកគាត់ទៅពេលនោះគាត់ដឹងខ្លួនហើយប៉ុន្តែឲ្យយើងទៅលោកដៃក្នុងពេលឥឡូវហ្នឹងលោកមិនបានទេពួកគាត់យល់ថាយើងនឹងចង់បានអីពីគាត់បងប្អូនយើងចង់បានអីពីគាត់ខ្ញុំលើកឧទាហរណ៍មួយមីងមួយនោះគាត់មានកូនស្រីស្អាតតិចវាមានមេខ្យល់ចង់យកទៅលក់នៅស្រុកម៉ាឡេនោះគេនិយាយពីរឿងបានលុយចិត្តបានលុយចុះគេយកទៅធ្វើការកន្លែងនេះកន្លែងនោះគេមិនប្រាប់ខ្លួនណាឯងវាដឹងគាត់ដឹងនោះដល់ពេលឃើញអញ្ចឹងវាមិនអស់ចិត្តនឹងចេញទៅនិយាយភ្លាមចំពោះមុខអ្នកនាំនឹងទៅវាអាចរឿងដល់ខ្លួននេះណាព្រោះអីអាមេនាំហ្នឹងវាសុទ្ធតែមានខ្នងវាធំណាយើងនិយាយមិនស្រួលងាប់ដល់យើងហ្នឹងណាយើងនឹងនៅកន្លងទៅកន្លងមកទៅណាទេចាំឲ្យតែមេខ្យល់នឹងចេញទៅបាត់យើងចូលទៅនិយាយដល់ពេលមេខ្យល់នឹងស្បាត់យើងចូលទៅនិយាយផ្នែកតផ្នែកខ្មៅគាត់ខ្លាចទេយ៉ាគាត់ចេះចុះអាមេខ្យល់នឹងវាចាក់រួចស្រេចទាំងអស់បងប្អូនយើងលុកកណាក៏លុកចុះដែរពេលថាខ្ញុំនិយាយអញ្ចឹងចាំមើលមានគេមកថាចេះគេថាចោលបងឯងប្រយ័ត្នខ្លួនអីទៅចុះឯងលុកមិនកំចោលគាត់ឃើញមេខ្យល់មកឲ្យរត់បាត់ទៀតអីគិតទៅទៀតអង្គុយចាំមើលមេខ្យល់នឹងកណាឲ្យតែបាត់លួចបញ្យល់ទៀតដល់ពេលគេថាណាមិនបានទេណាយើងបានកូនយើងទៅស្រុកចៅគេចំណានគេចង់ឲ្យកូនគេទៅតែចេះចុះកន្លែងធ្វើការគេមានកំណត់អីចេះចុះគាត់ស្លងតាមគេឯងងាកតែភ្នែកតិចគេយកទៅបាត់ឯងមិនដឹងណាមិនអស់ចិត្ត
ជ្រុំជួនកាលអង្គុយយំទៀតបងប្អូនយំណាត់ទេមួយអញអស់ចិត្តទេគេយកទៅបាត់ហើយណោះគេឡើងទៅបាត់ហើយតែម៉ាឡេគេទៅតាមខៃគេដល់ប៉ោយប៉ែតឯងខ្ញុំអស់ចិត្តទិញសបុតបោះទៅតាមក្រួយឡើងទៅបាត់ហើយមកដល់ចំទាន់គេទៅតាមក្រួយទៅដល់ប៉ោយប៉ែតគាត់តែឃើញឯងដូចអានឹងមកទៀតសបោយកចាំបានអីពីអញរត់គិតលឿននោះម៉ែអាលឿនចាប់កាន់បលិចាប់ឯងទៀតបងប្អូនណាចាប់តែអត់ចេញណាបងប្អូនតែអត់ចេញណាថាផ្លូវមានតែមួយគត់ម្ចាស់ថ្លៃផ្លូវមានតែមួយគត់ដាក់អាពាក្យមេខ្យល់ហ្នឹងឲ្យច្បាស់ចាំនិយាយថាម៉េចរួចគិតស្ដាប់ពាក្យខាងយើងវិញដាក់ឲ្យច្បាស់រួចហើយដេកគិតខ្លួនឯងតាមបញ្ញានឹកឃើញសង្ស័យកន្លែងណាងាកមកសួរទៀតសួរយើងក៏បានបើសង្ស័យយើងសួរយើងបើសង្ស័យអាមេខ្យល់សួរអាមេខ្យល់ផ្លូវហ្នឹងចេញរួចហើយណាគាត់ថាអត់ស្ដាប់មកជាហៀងទេងាប់បណ្ដោយកុំងាប់ទេគាត់ជាប្រកខ្មែរសប្ងៃចឹងមានផ្លូវចេញបានលុះត្រាតែគាត់ប្រុងរកផ្លូវចេញតែគាត់ប្រុងរកផ្លូវចេញខ្ញុំបញ្យល់ថាប៉ុនបាតក៏បញ្យល់មើលឃើញដែរយល់តើមើលឃើញហ្នឹងបញ្យល់គាត់ចេះគិតហ្នឹងគាត់មានសំខាន់អត់បានជួបគ្នាសោះគាត់ទៅលើសម្ដីខ្ញុំគាត់ជេរខ្ញុំបាត់ហើយហ្នឹងបានខ្ញុំឃើញគាត់ជេរខ្ញុំស្រឡាំងកាំងបងប្អូនខ្ញុំថាពូជមួយនេះអីក៏យ៉ាងហ្នឹងអាណាជួយការយ៉ាងហ្នឹងវាយ៉ាប់ជាងគោជាងកបីអាចក្បាលយូរដឹងតែឯងស្រឡាញ់វាឯងនិយាយជាង2000ម៉ោងទៅហើយទុំបេះដូងកណ្ដាលអញ្ចឹងបានខ្ញុំរំលឹកហើយរំលឹកទៀតឲ្យគាត់ឆាប់យល់ប៉ុន្តែដូចខ្ញុំនិយាយកណ្ដាលយល់បានអ្នកស្ដាប់ទេណាគឺអត់ស្ដាប់អត់ទេមានពេលខ្លះបងប្អូនខ្ញុំចេះគិតកាលពីក្មេងបែកចិត្ត9មកទៅប្រជិតគេមើលគាត់បងប្អូនចាស់នេះដឹងហើយមើលគាត់សូវៀតជំនាន់នោះឯងមានក្មេងមនុស្សទៅប្រជិតអត់ហ៊ានទៅឈរមុខគេទេទៅឈរមុខគេទុកយ៉ាងណាក្រោយរុកទៅយើងងាប់អាមុខទុកចិត្តនៅរៀងក្រោយបន្តិចដល់នៅរៀងក្រោយទៅត្រូវឈ្មៀតគេយកទៅឈ្មៀតបែកញើសរុកទៅក្បាលទៅដល់ពេលគេបាត់រោមគាត់ពុតមកលាក់គេចូលទៅទិញសបុតមកលាក់ហើយមកគេបើកទៀតដល់គេបាត់រោមគាត់ពុតឲ្យគាត់ទៅឈ្មៀតនឹកឃើញទៅដល់កណ្ដាលហើយយ៉ាងចូលទៅក្បាលចេញក្បាលនេះមកខ្នងនៅក្រោយគេទេនៅក្រោយគេតែអញធ្វើបានទៅចូលជ្រៅហើយរបយកទៅវាថ្ងៃកម្លាំងវាក្មេងហ្នឹងមិនចូលជ្រៅណាខ្ញុំអញ្ចឹងបញ្យល់រាល់ថ្ងៃបងប្អូនហើយរលុយមកទុកខំសពតាយទៅយូបងតដូចតឯងដូចអាត្មាឯងជារត់គាត់ចូលរួមមានណាដូចមួយខែ2000ដូចតឯងហ្នឹងចង់2ឆ្នាំ3ឆ្នាំអត់ដូចមកប្រជារត់យល់គាត់មកចូលរួមដូចរាល់ថ្ងៃនឹកឃើញអូបែបបានច្រើនខ្លះហើយមើលទៅតាមតែទៅច្រើនណាតែចាស់មិនទៅស្ដាប់ការទេពួកក្បាលគាត់ព្រឹកទេប្រពន្ធណាក្មេងគាត់បើនឹកក្នុងចិត្តចឹងណាតែថ្ងៃចិត្តប្រឡងបាក់ដុំម៉ែហើយងាកមកក្រោយអញទៅក្រោយគេតើអញទៅទេអ្នកណាមកតាមផងថ្ងៃចិត្តប្រឡងបាក់ដុំក្មេងណាវាទៅហៅលោកស្រោចទឹកកងដើម្បីឲ្យប្រឡងបាក់ដុំវាជាប់ឯងនឹកក្នុងចិត្តតែក្មេងបានស្ដាប់ឯងយល់ណាបើវាយល់វាមិនទៅស្រោចទឹកចឹងចោលទេបងប្អូនតែតែឃើញរូបភាពគេបង្ហោះ Facebook ហ្នឹងបងប្អូនវេទិកាយើងខែ40ដងយ៉ាងបានប្រហែលអាក្មេងនោះវាច្រើនរហូតដល់លោកស្រោចទឹកស្ទើរលែងទាន់លេងយកទៅយកអញតែមួយបានមិនទាន់ទៀតទៅយក3 4បងប្អូនទៅយក3 4ងាប់អើយអញបញ្យល់ប្រហែលឆ្នាំហើយបានអាណាខ្លះរបល់យកស្មៀតមកព្រឹកទៅហើយងាកមកវិញងាប់នៅក្រោយគេអត់មានអាណានៅក្រោយអញផងចង់ធ្លាក់ក្បាលនៅក្រោយពីដៃងាប់អញបញ្យល់យូរហើយចាំអត់គាត់គេស្រោចទឹកលេង3 4000នាក់ទៅហើយឡើងឆ្នាំចាំងាប់ហើយអញដាច់ខ្យល់ទៅមើលទៅដាច់ខ្យល់ឃើញចឹងចង់ដាច់ខ្យល់ងាប់បងប្អូនវាតាំងដើមធំតាំងបែកគិតចុះគិតឡើងខ្ញុំថាផ្លូវចេញមានតែរៀសនឹងហ្មងខ្ញុំថាវាយគាត់តែងាប់ក៏ផ្លូវចេញនៅត្រង់ហ្នឹងដែរដូចយើងគាត់ក្នុងរូបភ្នំចឹងណាគេដើររកផ្លូវចេញអូគោះចុះគោះឡើងខ្ញុំបានអាញួរមួយដើរគោះគេដែរគោះចុះគោះឡើងអញថាឃ្លុំទៅហ្នឹងហ่าទៅហ្នឹងមកអញទៅនេះអញធ្លាប់បាយជាភ្នំឃ្លុំអញថាទៅហ្នឹងឲ្យស្ដើងគេថាតាណាអញថាទៅហ្នឹងឲ្យវាយទៅខ្ញុំថារៀសហ្នឹងបងប្អូនរៀសបងគេថាអរទេយើងធ្វើមិនឲ្យឈ្នះទៅមករួចហើយចាំយើងអប់រំរៀសអញថាអត់ដល់ឈ្នះហ្នឹងហ្មងវាអត់ដល់ឈ្នះហ្នឹងហ្មងបើរៀសមិនយល់ទេចាញ់បោកគេបោកឯងវាអត់ដល់អាយើងឈ្នះហ្នឹងហ្មងបានតែពួកបោកឈ្នះហ្នឹងហ្មងខ្ញុំថាចឹងបងអញ្ចឹងបានខ្ញុំថាអត់ឈប់វាយទេរឿងរៀសហ្នឹងវាយតែត្រង់រៀសហ្នឹងផ្លូវទៅរកនរករកប្រែរកមហន្តរាយក៏រឿងរៀសផ្លូវបានទៅរកទីចម្រើនយុទ្ធធម៌អភិវឌ្ឍសបោសបាយក៏រៀសដែរផ្លូវចេញនៅត្រង់រៀសចឹងបានគេសួរខ្ញុំថាក្នុងចំណោមបញ្ហាធំទាំងអស់នៅស្រុកខ្មែរមានបញ្ហាអន្តោប្រវេសន៍បញ្ហាអយុត្តិធម៌សង្គម
បញ្ហាដីធ្លីបញ្ហាអប់រំបញ្ហាយុត្តិធម៌សង្គមតើបញ្ហាណាធំជាងគេខ្ញុំថាបញ្ហាធំជាងគេគឺរៀងល្ងងខ្លៅណាមិនបានទៅចង់វិញខ្ញុំថាលោកធំជាងគេដល់កន្លែងនោះចេញទៅហើយចេញទាំងអស់មកទៅខ្មែរហ្នឹងកន្លែងហ្នឹងមកចំណងមកបងប្អូនកន្លែងហ្នឹងវាយគាត់ឲ្យចូលរួមតាំងពីឥឡូវទៅហ្មងបងប្អូនឥឡូវទៅហ្មងបងប្អូនណាប្រជាប្រដ្ឋខ្មែរអត់ឆ្លាញ់អំពើល្អផងបងប្អូនណាសួរតែកសាងសង្គមល្អមិនបានបងប្អូនអត់បានទេណាខ្ញុំនិយាយហ្នឹងបងប្អូនខ្ញុំណាពេលឃើញស្លឹកឆ្នោតយើងអញ្ចឹងណាអាចចិត្តសង្ឃឹមខ្លាំងហ្នឹងណាវាចំបាត់បង់ខ្លះហើយដឹងថាកំណើរបស់យើងវែងឆ្ងាយមិនខ្លីប្រហែលទេពីព្រោះអីអាអ្នកយកបឺណាត់10ឆ្នាំហ្នឹងណា6 7ឆ្នាំហ្នឹងណាមិនក្បាលហ្នឹងវាបឺតែរហូត10ប្រហែលក៏វានៅតែបឺវាអត់ឲ្យជ្រៅទេអាអ្នកអញ្ចឹងបែរត្រឡប់ទៅបោះឆ្នោតឲ្យសង្គមជាតិសិនអញ្ចឹងណាឲ្យតែចឹងរួចចឹងបាននឹកក្នុងចិត្តថាអូតំណែងអញដំណើរវែងឆ្ងាយឧបសគ្គមាន2គេមានតែមួយរដ្ឋាភិបាលនឹងមកឯង2រដ្ឋាភិបាលផងអប្រឆាំងផងបាទក្នុងលោកនេះខ្ញុំថាបើប្រជាប្រដ្ឋណាអត់ចេះស្រឡាញ់សេចក្តីល្អអញ្ចឹងបងប្អូនសង្គមល្អវាអត់កើតមានកើតទេពីព្រោះសង្គមល្អនេះវាកើតពីពលរដ្ឋល្អណាបងប្អូនខ្ញុំនិយាយខ្ញុំអត់មានសង្ឃឹមថាបងប្អូនណាញាក់ខ្លួនលឿនទេខ្ញុំអត់គិតអញ្ចឹងទេបងប្អូនឧទាហរណ៍ថាបងប្អូនដើរទៅកន្លែងនោះខុសខ្ញុំអត់មានគិតថាសម្ដីរបស់ខ្ញុំហ្នឹងអាចទៅប្រវាយឲ្យមនុស្សដើរមករកផ្លូវត្រូវទេណាខ្ញុំថាឲ្យតែបានពេលធ្លាក់ដៅភ្លុំនឹកឃើញដល់សម្ដីខំវាស្ដាប់ព្រាមខ្ញុំថាជោគជ័យធំហ្មងជោគជ័យធំហ្មងខ្ញុំប្រាក់តែធ្លាក់ភ្លុំហើយអត់ដឹងទៀតណាដល់ពេលស្វាន់គ្នាងាប់ឡើងមកអរគុណអាអ្នកងាប់ទៅទៀតខ្ញុំខ្លាចតែអញ្ចឹងទៀតពេលបងប្អូនដើរទៅផ្លូវខុសហ្នឹងណាពេលខ្ញុំកាន់ក្បាលមេក្រូនិយាយខ្ញុំអត់មានសង្ឃឹមថាសម្ដីរបស់ខ្ញុំហ្នឹងតែបែរឲ្យផ្លូវខុសហ្នឹងណាឲ្យមកត្រូវបានទេឲ្យតែធ្លាក់លំដូចខ្ញុំថានឹងមែនណាបងប្អូនរួចហើយនឹកឃើញដល់សម្ដីខ្ញុំខ្ញុំថាអូខ្លាំងណាស់ជាប្រដ្ឋខ្មែរគង់តែមានកណ្ដាលទេខ្ញុំខ្លាចតែធ្លាក់លំភ្លុំអត់នឹកឃើញដល់សម្ដីខ្ញុំទៀតរួចហើយឡើងមកវិញអរគុណអាអ្នកងំទៅធ្លាក់លំទៀតបើបងប្អូនមើលមិនឃើញតែជនជាតិយើងអញ្ចឹងមើលម៉ាក់គីលួនណុលហើយណាបងប្អូនគាត់ដឹងដឹងរឿងពិតនោះទី1គាត់ថាកុំចូលព្រៃហ្នឹងយាកដងតាយើងលាក់វាអត់ទាន់ចេញទេតាដេញអត់ចេញនៅ200000ក្នុងព្រៃកុំចូលគាត់ទៅចូលងំភ្លើងពីក្នុងព្រៃហ្នឹងមកឆេះពេញកុំចូលយាកដង200,000លាក់ហ្នឹងណាអត់ទាន់ចេញទេទី1ដល់ទី2ចៅពីយាកដងហ្នឹងវាមានខ្មែរក្រហមអាខ្មែរក្រហមហ្នឹងគុំមនីសុទ្ធហើយយើងនៅពេញនេះស្អប់គុំមនីម៉ែអាស្អប់គុំមនីជាពិសេសរបបស្ដេចនឹងហ្មងរបបតក្ករាជភូមិនឹងហ្មងប្រឆាំងរបបគុំមនីហ៎គុំមនីវាផ្ដួលរំលំរបបតក្ករាជភូមិហ្នឹងណាហើយនៅក្នុងព្រៃហ្នឹងទី1យួន200000នាក់ជាកងទី2អាពួកគុំមនីវានៅក្នុងនោះលួចដល់បងប្អូនជីកកប៉ាល់ហោះផងខ្សែរថយន្តផងព្រែកបងប្អូនកំតើបងប្អូនកំតើក្នុងនោះជាកង200000នាក់ហើយពួកខ្មែរក្រហមណាភ្លើងវាកំពុងតែឆេះក្នុងព្រៃជែកដែនយួនណាគុំតំណភ្លើងហ្នឹងមកឆេះកណ្ដាលទីក្រុងគុំណាបងប្អូនគុំណាដឹងគាត់ជឿតារួចឲ្យគាត់ប្រែកដាក់លន់ណល់ថាម៉េចទេកប៉ាល់ហោះហ្នឹងឲ្យតែហោះជាបន្តិចគាត់អមមកគប់ធ្លាក់ឥឡូវគាត់ក្តៅអ្នកប្រាប់ជ័យយោមដាច់ឲ្យគុំទៅកូនកុំទៅកាប់ចោលជ័យយោមដាច់ឲ្យថាគុំទៅក្នុងព្រៃហ្នឹងមានជាកោអាណាមិនទៅកាប់ចោលវាចាំទៀតអាគេមិនទៅកាប់គេចោលនាំគេទៅបងប្អូនលើកឆេះក្នុងព្រៃនោះសោះបងប្អូនហើយនិយាយពីអ្នកដឹងចលាចលបងប្អូនចលាចលថាឲ្យតាតាធំប្រកាសញាត់ខ្មែរចូលព្រៃគឺដឹងតែសង្គ្រាមចាប់ដើមឆេះហើយពីព្រោះប្រជាប្រដ្ឋខ្មែរជឿណាស់ទៅហើយអ្នកណាទុកឈ្នះទេមានអីតាមដល់ពេលកាន់ប្រកាសដូនចៅចូលព្រៃយកណាស់តែឪវិញព្រូទៅហ្មងលើកសង្គ្រាមឆេះនិយាយពីម្នាក់ថាចូលក្នុងព្រៃដើម្បីឪតាសូម្បីតែអ្នកនៅពេញក៏អត់ដឹងដែរគាត់ពលពតឈ្នះមកវិញមានដឹងថាពលពតឯណាស្មានតែឪអត់មានស្អីកវីជោគជ័យដោះអាកវីជោគជ័យឪមកវិញហើយអាពតហៅចុះក្រោមបាញ់ចោលហ្នឹងព្រុសលេងទៅគេអស់2លានអ្នកទៅបងប្អូនគេអស់2លានអ្នកអញ្ចឹងបានខ្ញុំនិយាយថាប្រជាប្រដ្ឋខ្មែរណាខ្ញុំមិនសង្ឃឹមថាពាក្យសម្ដីរបស់ខ្ញុំហ្នឹងណាជួយគាត់ពេលដែលកំពុងដើរផ្លូវខុសហ្នឹងឲ្យមកដើរផ្លូវត្រូវវិញទេគាត់តែឲ្យធ្លាក់ដៅភ្លុំនឹកឃើញដល់សម្ដីលន់ណល់ផងតែកុំទៅអត់ទៀតទេបងប្អូនមកវិញជេរលន់ណល់ទៅផ្ទះដដែលពេញទឹកពេញដីដដែលអញ្ចឹងបានអាមេរិកកាំងថាកុំលេងចូលខ្មែរទៅមិនបានទេមានពីណាស្អប់
សាហានឹងជាងអាមេរិកវាចាញ់សង្គ្រាមនៅយួននោះគួរលាក់ជាកុំហ្នឹងហើយវាក្តៅណាស់ប៉ុន្តែសារជូនពើជូនរហូតជូនរួចហើយក្នុងបន្ទប់វាជេរប៉ុន្តែហេតុអីវាជូនពួកខ្មែរស្រឡាញ់វាមករកស៊ីទឹកដីហ្នឹងវាមកដាក់ទូតទៅហ្នឹងដូច្នេះវាត្រូវតែស្រឡាញ់ការប្រជាប្រដ្ឋខ្មែរវាត្រូវតែស្រឡាញ់អាមាត់វាថាស្រឡាញ់តែក្នុងចិត្តវាក្តៅចិត្តងាប់ឥឡូវតទៀតហើយឥឡូវតទៀតណាដូមណូថាតែជាឡើយងាប់ទៀតហើយហើយយើងនិយាយអញ្ចឹងណាបងប្អូនដល់ពេលងាប់ឲ្យតែនឹកឃើញសម្ដីរបស់យើងទៅអត់ទៀតអ្នកនេះឆ្ងាញ់អាត្រង់ហ្នឹងបងប្អូនខ្ញុំថាប្រកបកំពុងតែរកកន្លែងងាប់ពាក្យសម្ដីរបស់យើងមិនបានជួយជាមូលដ្ឋានក្នុងការពិចារណាឲ្យគាត់ដើរមករកផ្លូវត្រូវឲ្យតែបានពេលធ្លាក់ដៅគាត់នឹកឃើញដល់សម្ដីរបស់យើងអូខេទៅខ្ញុំឃើញមីងមួយតែបង្ហាញពីអត្តចរិតខ្មែរអញ្ចឹងបងប្អូនគាត់ដាំដលងកញ្ញាតែគេយល់គេថាណាដលងជ្វាជាប់ទឹកមិនបានទេកុំតាមអាកន្លែងដីនឹងជាប់ទឹកគាត់ថាលើករងហ្នឹងគាត់ដីវាជាប់ទឹកលៀងមកវាជាប់ចែកនៅហ្នឹងតាមមិនកើតទេកុំថាលិចទឹកយូរទៅបាច់តែលិចទឹកមួយខែហ្នឹងដលងជ្វាហ្នឹងទៅអស់ហើយតាមមិនបានទេដឹងគាត់ថាម៉េចទេគាត់ចង់ឈ្នះយើងណាគាត់ថាកុំឲ្យខាតលេងល្បែងខាតរោស៊ីវាគ្មានអស់ចាទេតាមរោស៊ីទេវាមានដេកងាប់វាត្រូវតែរោស៊ីអញ្ចឹងហើយបើខាតលេងល្បែងអាហ្នឹងខ្លាចតិចមកខាតរោស៊ីនិយាយយកឈ្នះឯងទៀតបងប្អូនទឹកខ្ចីលុយគេយកមកដាំអស់5លានដល់ពេលវាលួយអស់ទៅគាត់ដើរកាត់មុខទាំងយើងណាយើងសួរថាម៉េចហើយដលងគាត់ខ្លាចអន់ណាប្រាំងឆ្នាំហ្នឹងបានខោចាញ់តែឆ្នាំមុនបន្តិចខាប់ចាញ់តែឆ្នាំមុនបន្តិចគាត់និយាយចឹងប៉ុន្តែក្នុងចំណេញដល់ពេលប្តីគាត់ណា4-5ថ្ងៃលួចមកទឹកអស់5លានជាពាក់ធនាគារអត់មានអីសងទេឆ្នាំហ្នឹងរឹកក្បាលដូចដៃបងប្អូនខ្លាចចាញ់យើងណាអត់មានថាអូបងឲ្យបងឯងប្រាប់ខ្ញុំត្រូវបងឯងមកជួយជឿឆ្អាលខ្ញុំរហូតដល់ខ្ញុំខឹងបងឯងមនុស្សល្អនេះអត់ខ្លាចខ្ញុំខឹងហើយបងឯងមកតាមប្រាប់ខ្ញុំអត់មានអរគុណទេណាតាមកាត់មកផ្ទះគេទួធ្វើលយទៅទៀតខ្មែរយើងអញ្ចឹងនឹងបើទៅអ៊ំខាហើយអ៊ំស៊ីបោកបងប្អូនតែថាមកអរគុណយើងឯងអរគុណយើងអ៊ំខាថាម៉េចទេអ៊ំខាតែវាយក៏ងាប់ក៏ឈ្នះដែរយើងថាឈ្នះមិនគេប្រឡំណាគាត់ថាបើគេប្រឡំឈ្នះតិចបើគេអត់ប្រឡំឈ្នះច្រើនទៅស្ដាប់សម្ដីកម្មសខាឡើងវិញណាគាត់និយាយចឹងមានន័យថាម៉េចមានន័យថាប្រឡំក៏ឈ្នះដែរពួកអីបើជាប្រដ្ឋខ្មែរក៏បោកអញ្ចឹងបានស្លឹកណៅអញ្ចឹងណាដល់ពេលយើងនិយាយថាអូទៅជឿអីអ៊ំខានោះតាំងពីគាត់បង្កើតគណៈបកមកគាត់នៅតែឯងនោះគាត់ថាឈ្នះតែរហូតទៅចឹងគាត់នៅតែឯងនោះគាត់ថាឈ្នះតែរហូតគាត់ថាអត់ចូលមួយតាមនាទីក៏ឈ្នះដែរគាត់តែវាតាំងបន្តិចបើចូលមួយតាមនាទីឈ្នះវាធូរពួកអីពួកគាត់គាត់ថាឈ្នះហើយនោះអញ្ចឹងគាត់មិនត្រូវកែសម្ដីអញ្ចឹងអ៊ំខារឿងស្អីគាត់មិនហ៊ានថាឈ្នះគាត់ថាតែរហូតទៅចឹងយើងនិយាយប្រាប់អ្នកគាំទ្រអញ្ចឹងណាអ្នកគាំទ្រគេថាឲ្យគេសាកម្ដងមើលបើមិនសាធ្វើមិនដឹងយើងខំតាមបញ្យល់ទៀតមានកូនកំមុំមួយឲ្យដាក់ឲ្យគេសាអត់ចេះមើលចរិតទេអ្នកអានឹងលេខវាចេះមើលចរិតរបស់វាឯងក្នុងភូមិហ្នឹងនេះឯងតាមសង្កេតបន្តិចមនុស្សវាលាក់ឲ្យបានចរិតគូគាត់តែសង្កេតមើលបន្តិចទៅយើងសង្កេតមើលឲ្យច្បាស់លាស់រួចឲ្យចាំយើងសម្រេចហេតុបើមិនឲ្យសាមិនដឹងប្រទេសឲ្យទៅសាអាម៉េចអ៊ំខាហ្នឹងចេះពីមុនមកគាត់និយាយចេះមើលទៅយើងមើលទៅដឹងចរិតរបស់គាត់ឲ្យគេសាសិនទៅតាមចឹងណាហើយនិយាយជះឲ្យចំទៅគាត់ទៅបានចរិតថាហ្នឹងវាអត់ឈ្នះហើយណាយើងថាវាអត់ឈ្នះទេម្ចាស់ឡាយវាអត់ឈ្នះទេខ្ញុំនិយាយអត់អត់ខ្ញុំថាអ៊ំខាណាបើធ្លាក់នៅរស់គ្មានរឿងអីទេតែរឿងធ្វើឲ្យយាយគ្រាប់ទឹកមាត់រួចមិនបានទីហ្នឹងឲ្យយាយចង់បានតែ 40000 ហ្នឹងយ៉ាប់យាយតែ 40000 យាយគ្រាប់ទឹកមាត់បោះដល់អាខារហូតថាមិនឈ្នះទេដល់ពេលឥឡូវអត់ឈ្នះណែថាមិនដាថាអត់ឈ្នះទេថាដល់នាទីក៏មិនដាថាអត់ឈ្នះទេបងប្អូននឹងគាត់និយាយថាម៉េចថ្ងៃនេះនៅទីលានប្រជាធិបតេយ្យគេជួបអ្នកគាំទ្រគេយើងដល់ថ្ងៃនេះគឺដើម្បីមកអបអរចេញជំនះរបស់គណៈបកសង្គ្រោះជាតិរបស់យើងឈ្នះហើយបងប្អូនយើងឈ្នះហើយគណៈបកប្រជាជនចាញ់បាក់មុខហើយបងប្អូនបើគេឈ្នះហើយបងប្អូនគេអបអរសាទរបានហើយរឿងអីគេស្ងាត់ជ្រាបតែលក្ខណៈចេញមកគេ68នេះហើយតែអីគេ68នេះឯង55នេះរឿងដែលខំត្រូវគាត់ត្រូវនិយាយថាបងប្អូនការពិតយើងត្រូវឈ្នះប៉ុន្តែគេលួចបន្លំតាមជាយើងនៅត្រឹម55គាត់ត្រូវនិយាយចឹង
តែគាត់និយាយចឹងយកគ្នាហើយបងប្អូនគណៈបព្វជិជនចាញ់ហើយរត់ចោលទៅឲ្យឡើងស្ងាត់ទៅបើគេឈ្នះហើយបងប្អូនរឿងអីបានគេអបអរសាទរយើងមកនេះយើងមកអបអរសាទរព្រោះយើងឈ្នះ55និយាយថាឈ្នះហើយអាអ្នកយកដល់យកចិត្តប្រៅទៅស្មាតទោសកពុតលបោតអត់ទាន់លើកទេចាស់ដៃសិនខ្ញុំគាត់តែឃើញរបៀបហ្នឹងឯងថាកូនម៉ាក់គីទេកូនទៅផ្ទះវិញកូនខ្វាក់ទេកូនគុំតែរាំងមុខតែរាំងមុខបីយើងងាប់បងប្អូនបីងាប់ខ្មែរយើងចរិតថោកអញ្ចឹងបងប្អូនថោកអញ្ចឹងខ្ញុំគាត់តែឃើញអ្នកខ្លះបងប្អូនដឹងគេនិយាយអីផងនៅក្រោយលើកដៃផ្ទះអញ្ចឹងដល់ពេលអត់ឃើញគេផ្ទះដាក់មកលើក្បាលវិញគេថតតាមណាតែគេនិយាយមកចាំផ្ទះដល់ពេលគេអត់ផ្ទះដាក់ដៃមកលើក្បាលវិញដល់ពេលគេថតពីក្រោយទៅមិនឃើញខ្ញុំថាកូនឯងឃើញអត់កូនខ្មែរណាកូនម៉ាក់គីអញ្ចឹងអ្នកស្នេហាជាតិណាមួយងាប់ណែអត់ចិត្តទេដល់ចិត្តទេតែរឿងគេលៀបពណ៌យកទៅបាញ់ចោលហើយប្រជាប្រដ្ឋខ្មែរនឹងអបអរសាទរថាគាត់នឹងក្បត់ជាតិយកទៅបាញ់ចោលមនុស្សចង់ជួយគាត់តែអញ្ចឹងខ្មែរយើងតែអញ្ចឹងពាក្យសម្ដីដល់ខ្ញុំអញ្ចឹងគេចោទថាម៉េចទេខំវាសនាមនុស្សអសិលធម៌មេដឹកនាំគេមិននិយាយអញ្ចឹងទេគេមិននិយាយសម្ដីអសិលធម៌ហៅគេទៅតែឯងអញអញ្ចឹងទេខ្ញុំថាណែបើថ្មគេត្រូវវាយអាយុគេវាយអាយុបើត្រីគេត្រូវយកកបិតធម្មតាកាប់គេយកកបិតធម្មតាកាប់បើឆ្អឹងជ្រូកគេត្រូវយកកបិតតាំងតោអាមុខធំចាស់គេយកកបិតតាំងតោអាមុខធំចាស់គេប្រើវាទៅតាមប្រភេទរបស់វាអញជេអាណាគេអញជេបកគលតែគួរជេអញនិយាយត្រឹមត្រូវជាមួយអាណាអញនិយាយត្រឹមត្រូវជាមួយអាបកគលគួរតែនិយាយត្រឹមត្រូវខ្មែរយើងមកដងមិនដែលធ្វើអាត្រឹមត្រូវចឹងបកគលគួរជេក៏មិនដែលជេទេគាត់ចេះតែដើរហួសគាត់ចេះតែដើរកិច្ចអញ្ចឹងហើយបានសង្គមខ្មែរហ្នឹងមនុស្សអាក្រក់វាច្រើនណាស់ឥឡូវអញប្រើឲ្យត្រូវអាណាឆ្អឹងធុកតាំងតោអាណាតាច់ធម្មតាហ្នឹងក៏បាត់ស្ដើងអាណាថ្មញួរអញ្ចឹងណាដល់ពេលអញ្ចឹងវាក្តៅកាហាយខ្ញុំគ្រប់កន្លែងវាថាខ្ញុំហ្នឹងវាអត់សមជាអ្នកដឹកនាំទេថាសមអញដឹងឯងអញតែប៉ុណ្ណឹងបោះទៅបោះឲ្យទៅមិនមុខទៅម៉ែអញធ្វើអស់ហើយអត់រវល់អីទេប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំថាយើងហ្នឹងណាត្រូវសមជាអ្នកដឹកនាំស្រុកខ្មែរមិនដែលមានទេអ្នកដឹកនាំតែផ្ដល់កំណត់អញ្ចឹងតែមានទេស្រុកខ្មែរប្រទេសមកអ្នកក្លាហានមានប៉ុន្តែសម្ដីដូចសំយ៉ាងស៊ីអត់សមជាអ្នកដឹកនាំសោះបងប្អូនដឹងគាត់និយាយថាម៉េចទេបងប្អូនអើយខ្មាស់គេណាកូនឈរនៅកំពង់ស្ពឺឪឈរនៅខេត្តកណ្ដាលចាញ់ទាំងឪចាញ់ទាំងកូនខ្មាស់គេណាបងប្អូនខ្មាស់គេអត់ខ្មាស់គេណាឃើញខ្មាស់គេណាបងប្អូនណាគេកាប់នៅផ្ទះនោះគេក្តៅដល់ពេលបាតកម្មមកថាមានចិត្តមកចង់ក្រាបមកវាមានចិត្តពួកអីវាមើលអា YouTube នឹងរួចហើយមើលអាទូនឹងរួចហើយនោះវាប្រហោះទៅវាមានចិត្តក្តៅដល់ពេលមកនិយាយពីវាយភូតំណងណាពួកអីវាក្តៅរួចយ៉ាច់ហើយនោះដល់ពេលគេវាយតាំងណាបើខ្មែរដូចគ្នាចឹងខ្លាំងបើយួនមិនខ្លាំងស្អីតែតាំងទៅអាផ្លូវហ្នឹងទៅអាផ្លូវហ្នឹងអញ្ចឹងបានខ្ញុំប្រាប់ថាកូនចេញឲ្យឆ្ងាយទុកឲ្យពួកអ្នកស្នេហាជាតិគេចាត់ការទៅណោះប្រជាប្រដ្ឋនោះក៏ស្នេហាជាតិអាមេគេនោះក៏ស្នេហាជាតិឲ្យគេចាត់ការទៅហេតុអីបានអញ្ចឹងបងប្អូនពួកយើងអត់ដែលបដិសេធការបង្ហូរឈាមទេបងប្អូនស្អីក៏ដោយយើងត្រូវគិតអំពីផលចំណេញឧបមាយើងបោះទុនទៅបើយើងបោះទុន1លានរៀលទៅបើយើងប្រមូលវិញបាន10លានរៀលឬអីយើងមិនបោះតែអីយើងមិនបោះវាត្រូវតែបោះទៅងាប់មនុស្សបង្ហូរឈាមងាប់មនុស្សវាដូរយកស្អីមកវិញយើងគិតគូរទៅថាដូរយកមកវាចំណេញរឿងអីដែលយើងអត់ហ៊ានចំណាយបងប្អូនហើយបងប្អូនមើលចលនាតែវាក្លាហានតែវាធ្វើលបាយសបាយបងប្អូនមើលអ៊ំតាមស៊ូជីជាគំរូនិយាយពីបាញ់ពងងាត់ក្បាលអ៊ំតាមស៊ូជីដើរចូលបងប្អូនដើរចូលទៅចាក់ក្នុងកំភ្លើងមេវាដើរមុខអញ្ចឹងមិនថាបាតកម្មដបងដៃគេដាក់អ៊ំទីបន្ទាប់ទៅអ៊ំខាបន្ទាប់ទៅអាតំណាងរាជបោះវានៅសល់54ទៀតនោះព្រោះអ៊ំទីអត់តំណាងនេះទេក្រុមអ៊ំខានេះជាប់តំណាងនេះ55ដល់អ៊ំខាមួយសល់54ពីមុខទេអ៊ំទីបន្ទាប់មកទៀតសម្ដេចកឹមសខាបន្ទាប់មកទៀតអា54បន្ទាប់មកទៀតអាពួកទេមកពីស្រុកក្រៅចូលរយោបងប្អូនប្រចាំកបិតចាំបន្ថែមដើម្បីទឹកដីរបស់យើងបងប្អូនត្រូវបង្ហូរជាមទៅហៅវាមកពីស្រុកក្រៅបន្ទាប់មកទៀតពួកអាតាម Facebook អូស្មើណាគាត់តែដាក់មុខទេពួកអស់ហ្នឹងបងប្អូនចូលរួមចេះរួមចុះដើម្បីជាតិរបស់យើងទៅរកអតីតដ្ឋានវាឃើញរបៀបជួលដាក់មុខរួចចាំពួកជួលក្រៅតាមក្រោយហើយយើងនៅផ្ទះចាំមើលទូយើងចឹង
គេហៅគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៅចូលរួមតវ៉ាជាមួយនឹងគេកោចបហើយលក្ខខណ្ឌរបស់គេច្រើនដូចច្រើនកំបោច្រើនណាធ្វើដូចកន្លែងទៅសុំរបស់អីគេវិញគេឲ្យយើងត្មងតែសុំនេះចឹងណាពេលគេកាន់កណ្ដាស់ដើរបាន4 5ម៉ែត្រអូអញភ្លេចហើយយកកណ្ដាស់មកវិញគាត់មួយទៀតគាត់មួយហើយគេដើរទៅបាន4 5ម៉ែត្រអូអញភ្លេចគាត់មួយទៀតគាត់ចុះដៃដាក់យ៉ាងហ្នឹងអាណាគេឲ្យឯងដាក់យ៉ាងហ្នឹងអញថានេះតវ៉ាកោចបនេះគេទៅប្រជុំគ្នាគេហៅគណៈបកយើងទៅដែរកំព្រើជាអ្នកធ្វើអធិបតីហើយគេហៅគណៈបកទាំងអស់ទៅជំនុំគ្នាតវ៉ាកោចបដាក់អីខ្លះខ្ញុំគាត់តែមើលថាម៉ែអត់ខ្លាំងអីក៏ច្រើនម៉ែអាណាគេធ្វើតាមឯងតាមអញដឹងត្រឡប់ឯងគេមិនឲ្យមួយក៏ចូលរួមដែរនេះគេមិនឲ្យមួយក៏ចូលរួមដែរចឹងមែនអត់នៅស្លៀមខ្ញុំថាអាចចឹងបើអញអត់តវ៉ាជាមួយអាចចឹងតវ៉ាប៉ុន្តែគេមិនឲ្យក៏ចូលរួមបោះឆ្នោតដែរចុងក្រោយបំផុតគេថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសញ្ញេអត់ថាអត់សញ្ញេទេហើយបើមិនចូលរួមជាមួយគណៈបកស្នេហាជាតិគេណាគេស្នេហាជាតិខ្ញុំថាអញទៅស្នេហាជាតិអាចនេះជាមួយចង់ទេបើច្បាស់លាស់ណាដាក់តែ1 2 3ដែលយើងចង់បានហើយចិត្តដល់ថ្ងៃបោះឆ្នោតហើយទៀមទាឲ្យអីឲ្យមលាយកោចបចេញឲ្យរៀបចំការបោះឆ្នោតដោយអង្គការសហប្រជាជាតិខ្ញុំថាងាប់មើលចង់បានអត់ចង់បានអីអញ្ចឹងនៅសល់តែមួយខែទៀតហ្នឹងបោះឆ្នោតហើយអាណាទៅធ្វើតន់បងប្អូនចាំណាមើលដាក់លក្ខខណ្ឌគេនេះហើយនឹងប្រមាណជំរឿនឲ្យស្អីរួមទាំងអាតម្រង់18ផងឥឡូវគេដាក់ទៅជាលិខិតបញ្ជាក់អត្តសញ្ញាណបងប្អូនដឹងអាលិខិតបញ្ជាក់អត្តសញ្ញាណពីណាទៀមទាដែរអ៊ំស៊ីខ្ញុំសម្ដេចសំរងស៊ីខ្ញុំគាត់ថាម៉េចទេក្រសួងមហាផ្ទៃនេះធ្វើយឺតយ៉ាវរឿងអត្តសញ្ញាណប័ណ្ណប្រជាប្រដ្ឋយឺតណាស់ប្រជាប្រដ្ឋគ្មានអត្តសញ្ញាណប័ណ្ណច្រើនណាស់បានអីទៅបោះឆ្នោតអញ្ចឹងធ្វើលិខិតបញ្ជាក់អត្តសញ្ញាណឲ្យគេទៅអ៊ំស៊ីគាត់អ្នកទៀមទាដល់ពេលឥឡូវវាមិនបានដល់ដៃយើងបានទៅដល់ដៃយួនវាស្រួលចាញ់ខ្លួនមហាផ្ទៃមិនអ្នកចាញ់ផងវាសត្វតែមេឃុំចាញ់នោះដល់ពេលអញ្ចឹងទៅគេបំផោងបញ្ជីឈ្មោះប្រជាប្រដ្ឋក្នុងភូមិនឹងមានតែ500នាក់គេបំផោងដាក់1000គាត់តែឈ្មោះប៉ុន្តែប្រជាប្រដ្ឋតែឃើញមុខទេដល់ថ្ងៃបោះឆ្នោតគាត់តែលិខិតបញ្ជាក់អត្តសញ្ញាណមកហ្មងបើនៅខាងសៀមរាបគាត់ដេកពេញព្រៃបងប្អូនអត់មានកន្លែងដេកពេញព្រៃគាត់ឡើងគេឲ្យតែបោះឆ្នោតពីព្រលឹមបញ្ញាប់ចេញខ្លាចអ្នកសង្កេតការមកទាន់អាខ្លះក្មេងអត់ទាន់គ្រប់អាយុអាខ្លះយួនអត់ចេះនិយាយខ្មែរឲ្យតែមានខ្លះគណៈបកប្រជាជនវាចូលដេកទាំងអស់ផ្ទះមេភូមិផ្ទះអីដេកពេញនោះមកការកន្លែង600នាក់ជាងបើស្លឹកឆ្នោតឡើងថាទាំងអស់600នាក់ជាង600នាក់ជាងគណៈបកផ្សេង2 3អាការកន្លែងបំផោងអញ្ចឹងនិយាយពីបើកឡើងគណៈបកប្រជាជនសុទ្ធហ្មងគាត់ថាត្រូវដៃលូកទៅដៃទាំងអស់គ្នាក្រាញមួយទេដល់តែគណៈបកប្រជាជនហ្មងលេខិតបញ្ជាក់អត្តសញ្ញាណនឹងដោយស្នាដៃពីណាថាដោយស្នាដៃអ៊ំស៊ីខ្ញុំគាត់ទៀមទាឥឡូវនេះពីអាណាទៅទៀមទាឲ្យគេលុបវិញអ៊ំស៊ីទៀមទាអត់បានទេអានឹងដែលខ្ញុំនិយាយថាគាត់គូរួចហើយបានគិតគូរួចហើយបានគិតតែអ៊ំខាគាត់និយាយថាបញ្ចុះតម្លៃតាមតឡានប្រាក់ខែគាត់ថាហ្មងដល់ពេលថ្ងៃគិតចំណើលេឡាទៀតហ្នឹងគាត់តែប៉ុណ្ណឹងគាត់គិតខុសទៅនេះឥឡូវគណៈបកប្រជាជនបានដៃហ្មងអាលិខិតតម្រង់18លិខិតយ៉ាប់តាសញ្ញានេះដាក់ឈ្មោះមកឧទាហរណ៍ខ្ញុំឈ្មោះខំវាសនាគេធ្វើលិខិតមួយវិជ្ជាលិខិតបញ្ជាក់អត្តសញ្ញាណអាណត្តិហ្នឹងគេលែងហៅតម្រង់18គេហៅលិខិតបញ្ជាក់អត្តសញ្ញាណគេទៅសេឈ្មោះទាំងអស់ឈ្មោះខំវាសនាថ្ងៃខែឆ្នាំកណ្ដាលអីខំវាសនាទីកន្លែងកណ្ដាលអីខ្ញុំទាំងអស់ដល់ពេលរូបថតអ្នកផ្សេងវាយស្ដាប់ពុកហើយចាំងយកទៅបោះឆ្នោតទៅឈ្មោះខំវាសនាហើយអ្នកនៅក្នុងការចម្លៃវាអត់ដឹងទេវាថាឲ្យតែឃើញលិខិតបញ្ជាក់អត្តសញ្ញាណអ្នកឯងយួនអ្នកឯងស្មាយខ្ញុំមិនដឹងទេខ្ញុំធ្វើការតែប៉ុណ្្នឹងខ្ញុំអត់ចង់ឈ្លោះមួយពីណាខ្ញុំមិនចង់ឲ្យគេរករឿងខ្ញុំទេខ្ញុំដឹងឲ្យបោះឯងគាត់ទៅបោះគាត់គេបោះបានឃើញទេដល់ពេលយើងតបបានខ្ញុំទាន់បោះផងស្មៅដៃខ្ញុំទាន់ប្រឡាក់ផងមិនបានឈ្លោះខ្ញុំគេបោះបានហើយតាំងចេះយើងទៅចូលកម្ពុជាព្រៃមកឲ្យតែបានបោះឆ្នោតឥឡូវខ្ញុំធ្វើលិខិតបញ្ជាក់អត្តសញ្ញាណមួយឲ្យប៉ុន្តែឈ្មោះអ្នកឯងណាដើម្បីឲ្យយើងទៅបោះឆ្នោតកុំឲ្យយើងងាត់អញ្ចឹងវាបន្លំអញ្ចឹងច្រើនណាបងប្អូនអញ្ចឹងនៅខេត្តសៀមរាបក៏ច្រើនណាអានឹងមកពីអីអានឹងមកពីអ៊ំស៊ីពួកគាត់ទៀមទាគាត់ភ្លេចគិតដល់ផលវិបាកដល់ពេលឥឡូវគាត់ទៀមទាឲ្យលុបពីអាណត្តិហើយលុបអូលុបច្រើនខ្ញុំថានេះយកអានេះចេញទៅយកអង្គការសហប្រជាជាតិយកអីនឹងចេញទៅខ្ញុំថានេះសុំតែ2 3ចំណុចនេះទី1លិខិតបញ្ជាក់អត្តសញ្ញាណហ្នឹងលុបពីចោលទៅបើកណ្ដាលជាមិនបានណាឲ្យច្បាស់លាស់ទាំងអស់គ្នាគឺថាយើងអត់ចូលរួមបោះឆ្នោតទេបើអញ្ចឹងខ្ញុំព្រមសញ្ញេដែរគេថាអត់ទេ
ខ្ញុំថាបើអត់ទេខ្ញុំអត់សញ្ញេទេអត់សញ្ញេទៅអីបងប្អូនបើកោចបណាឃើញលិខិតរបស់គណៈបកប្រឆាំងទៅជាមទាននេះជាមទាននោះក៏ប្រជុំនេះសោយយកចាច់ថាមិនបាច់ឲ្យវាទេគុំតែវាចូលរួមបោះឆ្នោតទេមិនបាច់ឲ្យទេហើយមែនថាយើងមានចំណុចខ្សោយបងប្អូនយើងក៏ចង់បានតែកៅអីនោះអ្នកតំណាងរាស្ត្រនោះអញ្ចឹងបានពេលហ្នឹងខ្ញុំនិយាយទៀតណាជាពិសេសអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិខ្ញុំនិយាយខំខ្ញុំទៀតណាដូចហៅកុំឲ្យចូលព្រៃម៉ាក់គីចឹងខំទៀតណាហើយខ្ញុំនិយាយទៀតខ្ញុំថាគណៈបកសង្គ្រោះជាតិនឹងអាចជារដ្ឋាភិបាលដោយមិនចាំបាច់ទុំបីតែប្រើឈាមរាជទុំបីតែប្រើញើសរាជក៏មិនបាច់ប្រើញើសរាជទេកុំថាដល់ប្រើឈាមរាជប្រើតែញើសរាជក៏មិនបាច់ប្រើដែររួចហើយអាចទៀតបានទៀតគឺកុំយកអាហារ15នោះកុំយកយើងបដិសេធលទ្ធផលបោះឆ្នោតដោយមិនយកអាហារ15នោះគឺឲ្យយើងបើមិនតើរើឡើងវិញបើមិនធ្វើអ្វីដែលយើងចង់បានអាហារ15យើងអត់យកប៉ុន្តែវាទឿងអញ្ចឹងអត់បងប្អូនវាទឿងអញ្ចឹងអត់វាចង់បានអាហារ5ហ្នឹងណាដឹងវាបញ្យល់ប្រាប់ប្រជាប្រដ្ឋថាម៉េចទេអានេះខ្វែអាហូចទៅបងប្អូនវាបញ្យល់ថាឧទាហរណ៍យើងមានលុយ$1000ចោលមកលួចអស់$400ទៅសល់600យើងថានេះលោកចោលយក600ទៅទៀតវាឧទាហរណ៍អញ្ចឹងណាបងប្អូនប្រជាប្រដ្ឋប្រាប់ថាហើមែនvậyក្បាលវាអត់នោះអានេះខូចមហាតែខូចរកកន្លែងប្លក់ប្រជាប្រដ្ឋគាត់បានបងប្អូនណាវាអត់ដូចអាចោលប្លន់នឹងទេបងប្អូនដឹងទេបើយើងយកកៅអីអាហារ15ហ្នឹងណាអាហ្នឹងគេស្របច្បាប់ប៉ុន្តែបើយើងអត់យកវិញអានោះលាយបងប្អូនលាយគេយកកៅអីទៅចែកគ្នាបងប្អូនទី1យកទៅចែកគណៈបកដែលមានសម្លេងនៅក្នុងរដ្ឋសភាគណៈបកមានសម្លេងនៅក្នុងរដ្ឋសភាដកគណៈបកសង្គ្រោះជាតិចេញនៅគណៈបកប្រជាជនអញ្ចឹងគណៈបកប្រជាជនយក123បើយក123ធ្វើដំណើរបានប៉ុន្មានណាត់5ឆ្នាំបងប្អូនឲ្យវាធ្វើទៅខ្ញុំគិតថាអង្គការសហប្រជាជាតិអាណាគេអត់ទទួលស្គាល់ទេគាត់ថាដើរមួយហ្នឹងអត់ទទួលស្គាល់ទេប៉ុន្តែឧទាហរណ៍ធ្វើដំណើរទៅបានចេញជំនួយគេបានអីក៏បានវាលក់ដូរនេះនោះយកលុយមកបានតែខែអត់ឈប់អត់ចូលចេញបានប៉ុន្មានណាត់តែអាណាក្រោយក្រែងហ្មងប្រជាប្រដ្ឋឃើញហើយថាចំហរបស់គណៈបកសង្គ្រោះជាតិវាល្អប៉ុណ្ណាប៉ុន្តែបងប្អូនអើយនិយាយពីវាលឹបលោថ្ងៃហ្នឹងអាហារ15ហ្នឹងវាខំខ្ញុំមកវិជ័យក្នុង Facebook វាថាម៉េចហ៎ខំវាស្នាអាយ៉ងរបស់គណៈបកប្រជាជនពីពួកនាយករដ្ឋមន្ត្រីហ៊ុនសែនកំពុងតែគម្រាមយកកៅអីហ្នឹងទៅចែកគ្នាឥឡូវខំវាស្នានិយាយឲ្យធ្វើអញ្ចឹងឲ្យដើរចូលកន្លងរបស់គណៈបកប្រជាជននេះក៏បញ្ជាក់ឲ្យឃើញថាខំវាស្នាអាយ៉ងមែនតើណាពួកវាបងប្អូននៅក្នុង Facebook ហ្នឹងណាតែវាអត់ដាក់រូបហ្នឹងណាភាគច្រើនតតំណាងរាស្ត្រហ្នឹងវាចង់បានអាហារ5ហ្នឹងកាលពីខ្ញុំនៅក្នុងគណៈបកសំស៊ីមិនច្បាស់ណាបងប្អូនអត់ច្បាស់កាលហ្នឹងគណៈបកសំស៊ីបាន24គណៈបកគុណសពេច26អោបគ្នាប្រកាំងមិនឲ្យប្រកាសរដ្ឋាភិបាលបានរដ្ឋាភិបាលកាលហ្នឹង2/3នោះនិយាយពីអតំណាងរាស្ត្រឯណានិយាយពីវាចង់ចូលរាល់ថ្ងៃខាងលោកប្រធានចង់ចូលរាល់ថ្ងៃគណៈបកលេខហៅទាំងខ្ញុំនឹងអីហ្នឹងណាទៅផ្ដិតគេដៃអស់សុំលាលែងចេញពីគណៈបកដោយមានធុរៈមានជំងឺមានអីចឹងមិនអាចប្រើបកបានគ្រប់គ្នាទាំងអស់គេគៀបសកត់ខ្លាចយើងទៅចូលគណៈបកប្រជាជនចូលប្រជុំសភាគណៈបកហ្នឹងគេនឹងយកលិខិតលាលែងរបស់យើងទៅបង្ហាញថាយើងបានលាលែងគេដេញចេញពីបកអស់សមាជិកសភាគេក៏តែគម្រាមចឹងហេតុអីបានគម្រាមថាគេអត់ទុកចិត្តសមាជិករបស់គេឥឡូវទៀតថាបងប្អូន55ហ្នឹងវាចង់ចូលរួមទាំងអ៊ំទីខ្ញុំផងព្រោះអ៊ំទីអត់មានតំណាងរាស្ត្រទេណាអ៊ំទីអត់មានតំណាងរាស្ត្រទេអ៊ំទីក៏ចង់ចូលដែរមិនត្រឹមចង់ចូលប្រជុំសភាណាបងប្អូនចង់ចូលរដ្ឋាភិបាលទៀតចង់ចូលគណៈបកប្រជាជនថាអត់ឲ្យចូលទេអត់ឲ្យចូលទេមិនអត់ឲ្យចូលទេបងប្អូនអាហ្នឹងណាដើម្បីកុំឲ្យគណៈបកសំរងទីហ្នឹងតថ្លៃច្រើនពេកគេថាចឹងណាដូចតែយើងចង់លក់ចឹងណាយើងថាអត់ចង់លក់ទេព្រោះយើងឯងយើងចង់ឡើងថ្លៃយើងដឹងថាសំរងទីចង់ចូលតែយើងដឹងកំណត់ចឹងណាយើងដឹងកំណត់ចឹងយើងថាអត់ឲ្យចូលទេយ៉ាងខ្លាំងតិចដើម្បីកុំឲ្យសំរងទីតបានច្រើនពេកចឹងអីវ៉ាន់មកហៅអញទៅបាតកម្មជាមួយស្អែកអញទៅបងប្អូន98បាតកម្មចឹងចង់ងាប់ឯងចាប់តែគាត់ពីអ្នកដាច់កំប្រាំងរត់ប្រុសទៅបានកកបាត់លេខទៅចរចាគ្នានឹងរឿងអីមួយអ្នកប្រជាជននៅបានកកហ្នឹងចាប់កំពាវនាវពីបានកកអ្វីតាមអាស៊ីសេរីថាបងប្អូនអើយកុំអាបាតកម្មគេកំពុងតែចរចាគ្នាបង្រួមជាតិចាប់ឲ្យគេត្រូវគ្នាទៅឯងលែងបាតកម្មទៅហើយគាត់ហ្នឹងចាប់តែចូលគ្នាទៅចឹងទៅហើយអាណាត់នោះបងប្អូននិយាយពីសំរងទីចង់ចូលរដ្ឋាភិបាលញ័រពួកអីសមាជិកក្នុងបកច្រើនណាស់គម្រាមកំហែងអាណាត់ហ្នឹងឲ្យចាំមើលតែលោកប្រធានអត់ចូលឲ្យឈប់ធ្វើមានអាណាធ្វើគណៈបកខាងរហូតទេមានបាយណាទីទេគាត់ចង់ងាប់ឲ្យតែគណៈបកបក
ហើយអត់ចូលរដ្ឋាភិបាលនិយាយពីស្ងាត់គណៈបកដូចចៅលុយចេះចាំមើលតែឆ្នាំទី4ចិត្តដល់បោះឆ្នោតមកជើមទៀតគេលោកអន្តររដ្ឋាភិបាលហើយអត់បោះឆ្នោតហើយគណៈបកតំនស៊ីនោះស្ងាត់ឲ្យឈឹងនឹងជាឲ្យព្រោះអត់បានចូលរដ្ឋាភិបាលនិយាយពីអាណត្តិហ្នឹងបងប្អូនអាចកាត់អានកាត់ខោគ្នាខ្នើបគ្រាឲ្យចូលរដ្ឋាភិបាលខ្ញុំចាំណាពេលនោះសំរងស៊ីហៅមកប្រជុំពីព្រោះតំណាងរាស្ត្រមួយតែឈរតាមខេត្តសិតតែមានអ្នកជួយចេញលុយដើម្បីយកមកប្រើការនោះយកមកជួលឡានជួយឲ្យហែនោះដល់ពេលចឹងសិតតែមានអ្នកចេញលុយអាអ្នកចេញលុយគេសន្យាឲ្យគយឲ្យប្រធានគយតំណាងកណៃរីនោះគ្រប់ទាំងអស់តំណាងរាស្ត្រមួយមាន20អ្នក20អ្នកឲ្យចូលមកខេត្តនេះច្រើននោះអាពួកនោះវាទាចូលឥឡូវនេះវាកំពុងតែទាតំណែងអញ្ចឹងបានខ្ញុំដេកលើពូកខ្ញុំប្រាប់ក្មួយថាម៉េចទេបើជាបរិបទអត់ឲ្យធានកិច្ចមកអញទៅរៀងស្រួលអញទៅដេកបានមើលទូទស្សន៍បានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសំរងស៊ីកឹមសុខាចិត្តងាប់ចិត្តរស់នោះចិត្តងាប់ចិត្តរស់មិនតាមតាមទេអញលេងពងសោមទៅលេងមកទលេទៅលេងម៉ាឡេខែក្រោយទៅកូរ៉េទៀតទៅគេប្រើយើងទៅធម្មតាបងប្អូនតែចិត្តងាប់ពីខេត្តដីហ្នឹងគេប្រើយើងធ្វើឲ្យគេទៅគេមិនប្រើយើងទេយើងទៅអ្នកជួយបងប្អូនវាមានតម្លៃជាអ្នកជួយអត់មានតំបរទេអ៊ំថាបោះឆ្នោតរួចហើយបងប្អូនទៅពីរៀងដើរសាពះបងប្អូនប្រជាប្រដ្ឋតាមតោបលុតជុំហ្នឹងអរគុណណាបងប្អូនអរគុណណាតែបោះឆ្នោតឲ្យសុខចិត្តឈ្នះសូមអរគុណឥឡូវហ្នឹងមកហើយព្រោះអីកាលពីមុនធ្លាប់សន្យាថាបោះឆ្នោតឈ្នះមកអរគុណឥឡូវហ្នឹងមកហើយបងប្អូនមកហើយមកអរគុណខ្ញុំថាងាប់ហើយអញទៅអត់រួចទេនិយាយឡើងទៅតែជួយជាតិខ្ញុំដេកមិនលក់បក់មិនហើយខ្ញុំមានទីចុកគ្រប់គ្រាន់ហើយប៉ុន្តែខ្ញុំចង់ជួយជាតិហើយចុះបើចង់ជួយជាតិក៏មិនដើរអរគុណប្រជាប្រដ្ឋបងប្អូនប្រចាំណាមតិចមើលកាលពីគណៈបកប្រជាជននិយាយថាម៉េចទេគណៈបកប្រជាជននិយាយថាបើស្រឡាញ់បើអីប៉ុន្តែចាក់ធំជាងគេបំផុតគឺបើអាណត្តិសម្ដេចសូមបោះឆ្នោតឲ្យគណៈបកប្រជាជនដល់ពេលគណៈបកសង្គ្រោះជាតិឯនេះវិញគេចង់ចាញ់គេថាម៉េចទេបងប្អូនណាកុំបោះឆ្នោតព្រោះអាណត្តិគេអ្នកខ្លះគេឲ្យបងប្អូនបោះឆ្នោតព្រោះអាណត្តិគេតែបងប្អូនកុំបោះឆ្នោតព្រោះអាណត្តិពីណាហើយអាណត្តិខ្លួនយើងអាណត្តិគ្រួសារយើងអាណត្តិប្រទេសយើងនិយាយគាត់ចប់ធំចំកតុយបង្កត់គេថាសូមមេត្តាបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិមានលេខរៀបទី7ស្អីគេសូមមេត្តាណាស្អីគេហាមេត្តាគេអាណត្តិបងប្អូនកុំបោះឆ្នោតឲ្យគេព្រោះតែអាណត្តិណាបងប្អូនណាជាចុងក្រោយខ្ញុំសូមអំពាវនាវសូមបងប្អូនមេត្តាបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិដែលមានលេខរៀបទី7ឲ្យចុងមេត្តានឹងស្អីគេហាបងប្អូនកុំបោះឆ្នោតឲ្យគេព្រោះតែមេត្តាគេដូច្នេះកុំបងប្អូនមេត្តាមិនចេះមិនចេះបងប្អូនចាំណាមើលហើយបងប្អូនប្រជាប្រដ្ឋខ្មែរស្ដាប់ទៅគ្នាខ្ទាស់តិចអីចេះថាអញខ្ទាស់តិចណានិយាយប្រាប់គេថាសូមបងប្អូនកុំបោះឆ្នោតឲ្យគេព្រោះអាណត្តិគេអាណត្តិហ្នឹងមេត្តាហ្នឹងហើយណាតាមពិតអាណត្តិបកតែថាស្រឡាញ់ប៉ុន្តែខ្មែរយើងពាក្យអាណត្តិហ្នឹងគឺមេត្តាហ្នឹងសូមមេត្តាបងប្អូនកុំបោះឆ្នោតឲ្យគេព្រោះមេត្តាគេណាបងប្អូនណាដូច្នេះជាចុងក្រោយសូមបងប្អូនមេត្តាបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិមានលេខរៀងទី7អីគេហាមិននិយាយថាកុំបោះឆ្នោតឲ្យគេព្រោះមេត្តាចង់ចាញ់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននោះអញ្ចឹងសរុបទៅសរុបមកខ្ញុំនិយាយថាវាអត់មានស្អីក្រៅអំពីវាយប្រជាប្រដ្ឋទេបើវាយប្រជាប្រដ្ឋអត់ល្បាតទេបងប្អូនណាស្រុកខ្មែរអត់ទៅមុខរួចទេពាក្យសម្ដីរបស់ខ្ញុំនេះណាបងប្អូនខ្ញុំអត់មានសង្ឃឹមទេថាទៅដាក់ពួកសង្គ្រោះជាតិដែលផ្កាត់មុខនឹងអត់ញាក់នៅខ្លួនទេបងប្អូនប៉ុន្តែបើគាត់ដើរធ្លាក់ដណ្ដៅហើយគាត់នឹកឃើញដល់ពាក្យខ្ញុំថាខ្មែរមានចំណុចចាប់ដើមងើបហើយកុំសុខានិយាយឲ្យច្បាស់ចា៎ថាបើគេលួចយ៉ាងម៉េចក៏ដោយក៏ឈ្នះដែរគ្រាន់តែគេលួចវាឈ្នះតិចអត់លួចវាឈ្នះច្រើនដល់ពេលបានសិលឹកដល់ឡើងចាញ់គាត់អត់មានរំលឹកពាក្យនោះមកវិញទេខាងណាលោកឯងថាឈ្នះនោះខ្ញុំថាឈ្នះមកពីគេអត់លួចដល់ពេលឥឡូវគេលួចបានយើងចាញ់ចុះលោកឯងនិយាយថាលួចក៏ដោយក៏ឈ្នះដែរនោះខ្ញុំសុខាពេលបាន55កបិកបួយចិត្តងាប់ពួកអីគាត់មិនដែលនឹកឃើញថាបាន55ទេបើយើងទៅសួរថាហេតុអីបានលោកឯងនិយាយថាឈ្នះលោកឯងឃើញអត់ឈ្នះមិនក៏លោកឯងកុហកប្រជាប្រដ្ឋនឹងគាត់ស្ដាប់ដាក់តិចយើងណាស្ដាប់តាមរបៀបត្រង់និយាយត្រង់ដោយហែងមិនអត់និយាយដោយអញមិនបាន55និយាយចឹងនិយាយថាឈ្នះរួចអត់ឈ្នះចឹងចិត្តតាមអាណត្តិពីអាណត្តិទៀតអ៊ំទីឥឡូវអាយុ63 64បានហើយណាពីអាណត្តិទៀត74 75វាកាន់ជាជាប់ហើយណាតែគាត់ទៅមក3រួចអញ្ចឹងគាត់បោកបដាទីទៅគុណសម្បត្តិមែនបងប្អូនណាបាទ3 4អាណត្តិទៅមកមិនដាច់ពូជដល់ឥឡូវនេះច្រើនជាងយើង25ម៉ឺនឥឡូវនៅច្រើនជាងយើងទៀតឲ្យចុះអ៊ំស៊ីប្រេមកណាក់ក្រោយទៅ30កៅអីទៀតអ៊ំស៊ី
ទីតែបានណាពីណាទៀតចាប់អត់ហើយពីបានណាហ្នឹងមកដល់បោះឆ្នោត5ឆ្នាំទៀតជាប់បានណាទៀតធ្វើតំណាងរាស្ត្រ5ឆ្នាំទៀតអ៊ំទីចាត់ជាបាទអូខេបាយបាយហើយបើតំណាងជាបងប្អូនដើរធ្លាក់ជ្រោះហ្នឹងណាហើយនឹកឃើញដល់សម្ដីរបស់ខ្ញុំណាខ្ញុំថាជ័យជំនះធំហើយពួកខ្មែរមិនដែលបានប៉ុណ្ណឹងផងលាក់ជ្រោះហើយនៅតែមិនដឹងទៀតសរុបមកវិញអ្វីដែលខ្ញុំចង់និយាយថាពីឥឡូវហ្នឹងទៅពីឥឡូវហ្នឹងគឺប្រជាប្រដ្ឋខ្មែរត្រូវទៅចូលរួមកែប្រជាប្រដ្ឋខ្មែររឿងធំជាងគេទាំងអស់នៅស្រុកខ្មែរគឺបញ្ហារាជហ្នឹងហ្មងឲ្យទៅដោះស្រាយរឿងរាជឲ្យចេះឆ្លាញ់អំពើល្អចេះស្គាល់កាតព្វកិច្ចខ្លួនឯងចេះស្អប់អំពើអាក្រក់ឲ្យតែកសាងខ្មែរអញ្ចឹងបានណាបងប្អូនស្រុកខ្មែរដឹងតែរីកចម្រើនហ្មងហើយចាប់ពីឥឡូវហ្នឹងទៅតែគេហេតុបោកសិនទៅចាំដល់ឆ្នាំណោចាំជួយអត់ទេពីព្រោះអីទី1យើងអត់ជំនាញបោកទី2បើយើងបោកបានមកក៏គុំគេស្ទូចគាត់ទៅវិញដែរប៉ុន្តែយល់ធឺយើងនេះមានអាណាមកបោកបានទេបងប្អូនមានពង្រីកថែមប៉ុន្តែមនុស្សអញ្ចឹងវាមិនច្រើនទេបើវាច្រើនគេស្អាតបាត់ដែរខ្ញុំសូមបញ្ចប់ចំណាប់រំរីកចម្រើនរបស់ខ្ញុំទៅប៉ុណ្ណេះសូមអរគុណសូមរងចាំស្ដាប់ការផ្សាយរបស់កម្មវិធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅថ្ងៃស្អែកជាបន្តទៀតកម្មវិធីយើងសូមទទួលយកការទីទានពីគ្រប់មជ្ឈដ្ឋានទូទៅតាមរយៈលេខទូរស័ព្ទ012 36 36 និង22 012 53 2003 011 53 2003 015 53 2003 ឬតាមរយៈគេហទំព័រ www.camldp.org